តាមតែប៉ុណ្ណោះក្នុងនោះមានសិទ្ធិនិយាយភាសាសិទ្ធិប្រតិបត្តិពុទ្ធសាសនាថេរវាទនិងសិទ្ធិបង្ហាញនូវអត្តសញ្ញាណវប្បធម៌របស់ខ្លួនជាដើមសហព័ន្ធខ្មែរកម្ពុជាក្រមសូមប្រកាសជាអូឡានឹងថាជំនឿសាសនាក្តីការបង្ហាញអត្តសញ្ញាណខ្លួនជាជនជាតិដើមក្តីនិងការស្វែងរកយុត្តិធម៌សម្រាប់បុគ្គលនីមួយៗក្តីដែលត្រូវគេរំលោភក្តីវាមិនមែនជាបទអក្រិតទេនៅក្នុងពិធីរំលឹកព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះដែរសហព័ន្ធខ្មែរកម្ពុជាក្រមសូមអំពាវនាវដល់រដ្ឋាភិបាលវៀតណាមត្រូវទៅដល់លេងអ្នកការពារសិទ្ធិជនជាតិដើមខ្មែរក្រមទាំងអស់ជាបន្តអ្នករបាយការណ៍របស់អង្គការសហប្រជាជាតិជួយធ្វើការសេពអង្កេតនិងរាយការណ៍ជាបន្តនៅការរំលោភជាប្រព័ន្ធលើសិទ្ធិសេរីភាពនិងសិទ្ធិជនជាតិដើមខ្មែរក្រមនៅកម្ពុជាក្រមរដ្ឋាភិបាលវៀតណាមជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សត្រូវបានទទួលស្គាល់ខ្មែរក្រមត្រូវទទួលស្គាល់ខ្មែរក្រមគឺជាជនជាតិដើមនិងត្រូវបំពេញការតាមកិច្ចរបស់ខ្លួនក្នុងនាមជាហត្ថលេខីនៃសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិជនជាតិដើមនិងអធិអនੰសន្ធិសញ្ញាអន្តរជាតិនានាដែលខ្លួនបានផ្ដល់សក្តាប័នមួយជាមួយនឹងអង្គការសហប្រជាជាតិសូមឲ្យគូបនេះនឹងមិនត្រឹមតែជាការរំលឹកឡើងវិញនៅការជិះចាប់ប៉ុណ្ណោះទេតែវាជាការបំពេញនៅសកម្មភាពជាក់ស្ដែងដើម្បីនាំមកនៅសិទ្ធិអំណាចរបស់ខ្លួនជាម្ចាស់ទឹកដីនៃកម្ពុជាក្រមរបស់យើងរយៈពេល76ឆ្នាំកន្លងមកនេះបរដ្ឋខ្មែរក្រមបានឆ្លងកាត់ភាពអយុត្តិធម៌និងទទួលនៅមេរៀនឈឺចាប់ក្លបសាររាប់មិនអស់ដោយសារការជិះជាន់ពីរបបអាណានិគមយួនមេរៀនឈឺចាប់បានធ្វើឲ្យខ្មែរក្រមកាន់តែរឹងមាំអស់អង្អាចក្លាហានហើយនាំគ្នាក្រោកឈរឡើងដើរទៅមុខជានិច្ចដើម្បីស្វែងរកការរស់រានមានជីវិតប្រកបដោយថ្លៃថ្នូរសេរីភាពសមភាពយុត្តិធម៌និងសិទ្ធិជាមូលដ្ឋានរបស់ខ្លួនដែលខ្មែរជាជនជាតិដូចជនជាតិនានាលើពិភពលោកដែរ